មន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានថ្លែងថាអាជ្ញាធរនឹងមិនទទួលស្គាល់ជនបរទេសណាដែលមានអត្តសញ្ញាណជាខ្មែរប៉ុន្តែគ្មានព្រះរាជក្រឹត្យឲ្យចូលសញ្ជាតិខ្មែរពីព្រះមហាក្សត្រនោះឡើយសេចក្តីថ្លែងប្រកាសនេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី19ខែសីហានេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូងស្តីពីការអនុវត្តបន្តការងារគ្រប់គ្រងជនអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជាក្រោមអធិបតេយ្យភាពសម្ដេចក្រឡាហោមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកិច្ចប្រជុំក៏មានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃទាំង25ខេត្តរាជធានីផងដែរអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាយឧត្តមសេនីយ៍សុផលបានថ្លែងថាឆ្លងតាមការធ្វើជំរឿនរួចដែលបានប្រមាណជាង85%កន្លងមកគេបានរកឃើញថាមានជនអន្តោប្រវេសន៍ប្រមាណ160000នាក់នៅក្នុងនោះជិត100000នាក់មានកាន់កាប់ឯកសារជាខ្មែរនេះឧត្តមសេនីយ៍បានបញ្ជាក់សារឡើងវិញអំពីគោលការណ៍ច្បាប់អន្តោប្រវេសន៍និងចំនួនអន្តោប្រវេសន៍នៅចុងក្រោយដែលសមត្ថកិច្ចបានប្រឹងប្រែងស្រង់តួលេខតាមបណ្ដារាជធានីនិងខេត្តទូទាំងប្រទេសកម្ពុជាកិច្ចប្រជុំក្នុងថ្ងៃនេះគឺសំខាន់គឺយើងបូកសរុបលទ្ធផលជំហានដំបូងនៃការត្រួតពិនិត្យធ្វើជំរឿនបានន័យថាធ្វើការបូកសរុបជនបរទេសអន្តោប្រវេសន៍ដែលមាននៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងទាំងអស់បើយើងសរុបតួលេខរួមមានចំនួនប្រហែលជា160000នាក់តួលេខប្រហែលជាមិនទាន់សពគ្រប់ទាំងអស់ទេអាចប្រហែលជាយើងតែយ៉ាងប៉ុន្តែយ៉ាងហោចក៏បាន85%ដែរដោយសារថាការរស់នៅរបស់បងប្អូននឹងវាមិនប្រមូលផ្ដុំដើម្បីអំណោយផលឲ្យយើងក្នុងការបូកសរុបទេប៉ុន្តែសំខាន់នោះក្រៅពីតួលេខរួមនឹងប្រហែល85%ហ្នឹងគឺយើងនៅមានធ្វើការបែងចែកទៅតាមប្រភេទជនបរទេសអន្តោប្រវេសន៍នេះការបែងចែកប្រភេទរបស់យើងនេះគឺថាយើងបែងចែកប្រភេទទី1គឺពួកជនអន្តោប្រវេសន៍ដែលសេសសល់ឯកសារតាំងពីសម័យសង្គមចាស់មកបាទសម័យសង្គមរាជនិយមនិងសម័យលន់នល់មកហ្នឹងគឺមានប្រមាណប្រហែលជា70000នាក់បាទនិយាយតួលេខរួមអញ្ចឹងហើយក្រៅពីនោះគឺមានជនបរទេសអន្តោប្រវេសន៍នេះដែលថាបានជ្រុលទៅកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាហ្នឹងក៏មានជិត100000នាក់ដែរ80000នាក់ដែរហើយប្រភេទទី2នេះគឺការដោះស្រាយយ៉ាងម៉េចគឺយើងប្រជុំថ្ងៃនេះហ្នឹងគឺយើងអនុវត្តទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលហ្នឹងគឺបងប្អូននៅកាន់កាប់ឯកសារខ្មែរនេះយើងបានធ្វើបដិសេធធ្វើការបដិសេធទៅថ្ងៃខាងមុខនេះបដិសេធដោយសារថាឧទាហរណ៍ថាបើយើងកាន់កាប់ឯកសាររដ្ឋបាលជាអត្តសញ្ញាណប័ណ្ណខ្មែរសម្រាប់ជនបរទេសទើបតែមានរាជក្រឹត្យធម្មតាបាទអញ្ចឹងច្បាប់បន្តរបស់យើងកំណត់អញ្ចឹងគឺថាយើងនឹងដោះស្រាយទៅផ្លូវនេះហើយប៉ុន្តែយើងមិនបណ្ដេញចេញជាក្រុមជាពួកទៅប្រទេសដើមវិញទេព្រោះទាំងអស់ច្រើនសញ្ជាតិដែរមិនមែនតិចសញ្ជាតិទេមិនគិតតែកុំនិយាយសំដៅតែវៀតណាមមួយមានច្រើនសញ្ជាតិប៉ុន្តែគាត់ថាវៀតណាមច្រើនជាងគេបាទអញ្ចឹងអ្នកដែលទៅត្រូវបាននឹងប្រកាសបដិសេធនៅពេលខាងមុខហើយតើគេនឹងទៅជាអីទី1បើអត់មានលិខិតស្នាមទេគេអាចនឹងទៅប្រទេសដើមគេវិញបាទស្ម័គ្រចិត្តទៅប្រទេសដើមមកគេវិញបាទទី2គឺថាយើងច្បាប់បន្តប្រវេសន៍របស់យើងមានការធាក់ថយដែរគឺថាយើងដោយសាររស់នៅយូរហើយគេហៅថាវា30ឆ្នាំហើយគេអាចដាក់ពាក្យសុំជាជនអន្តោប្រវេសន៍ជាជនអន្តោប្រវេសន៍ហើយក្នុងរយៈពេល7ឆ្នាំសម្រាប់មនុស្សចាស់ក្មេង3ឆ្នាំបើគេស្ម័គ្រចិត្តដាក់ពាក្យសុំចូលសញ្ជាតិអាហ្នឹងគឺថាយើងពិនិត្យបែបបបរបស់គេទៅតាមពាក្យសុំរបស់គេនេះបាទអញ្ចឹងអានេះគឺជាប្រភេទទី2ដែលយើងត្រូវដោះស្រាយអូខេទី1គឺជាអន្តោប្រវេសន៍ណា migrant អាហ្នឹងគឺថាអ្នកផ្សេងមិនដែលសញ្ជាតិនោះមិនមែនអ្នកចូលជាតិទី2អ្នកកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីការសម្រេចធំទី3របស់រាជរដ្ឋាភិបាលដែលយើងផ្សព្វផ្សាយក្នុងថ្ងៃនេះដែរគឺអ្នកដែលគ្មានឯកសារធ្វើដំណើរចូលប្រទេសយើងក្រៅពីទី1ក្រៅពីទី2ព្រោះឥឡូវឯកសារទី1ជនអន្តោប្រវេសន៍នេះជនឯកសារមិនប្រក្រតីនេះយើងគ្រប់គ្រងក្នុងដៃយើងបានណាអញ្ចឹងអ្នកមកថ្មីគឺ
ត្រូវតែអនុវត្តតាមមាត្រា29 30របស់ច្បាប់បន្តវិញគឺយើងមានតែខាត់ខ្លួនមិនដេញទៅប្រទេសដើមវិញដែលយើងធ្វើកន្លងមកនេះហើយក្នុង3ប្រភេទនេះនៅលើប្រទេសណាឲ្យតែប្រទេសក៏មានដែរដូចគ្នាបើសិនជាប្រទេសធំសហរដ្ឋអាមេរិកឬក៏ប្រទេសសហគមន៍នៅអឺរ៉ុបជាដើមក៏មានដែរអ្នកលួចចូលខុសច្បាប់អ្នកដែលទទួលសិទ្ធិជាតវេសដែលយើងហៅ green card មកនោះបាទហើយអ្នកដែលកាន់ឯកសារមិនប្រក្រតីគឺថាក៏ដូចគ្នាយើងត្រូវបក្សចោលហើយទុកចន្លោះឲ្យគេបាទអញ្ចឹងគឺជាគោលការណ៍រួមយើងនឹងបន្តការគ្រប់គ្រងជនបរទេសបែបបន្តប្រវេសនៅប្រទេសកម្ពុជាយើងតាមបែបនេះយើងនឹងបណ្ដេញអ្នកដែលគ្មានលិខិតស្នាមអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានបញ្ជាក់ទៀតថាជនបរទេសណាអះអាងមានអត្តសញ្ញាណជាខ្មែរប៉ុន្តែគ្មានព្រះរាជក្រឹត្យឲ្យចូលសញ្ជាតិខ្មែរពីព្រះមហាក្សត្រនោះគឺអាជ្ញាធរនឹងមិនទទួលស្គាល់នោះឡើយសេចក្តីប្រកាសបង្ហាញចំហជាក់លាក់មិនទទួលស្គាល់ជនបរទេសអះអាងអត្តសញ្ញាណជាខ្មែរដោយគ្មានព្រះរាជក្រឹត្យទទួលស្គាល់នេះគឺបានធ្វើឡើងក្រោយស្ថានភាពដែលគណៈបកសង្គ្រោះជាតិបានថ្លែងប្រកាសពីចំហរឿងអន្តោប្រវេសន៍មុនដំណាក់កាលចោះឈ្មោះបោះឆ្នោតគណៈបកសង្គ្រោះជាតិបានធ្វើកិច្ចប្រជុំផ្ទៃក្នុងបករបស់ខ្លួននៅក្នុងសប្តាហ៍នេះដោយនិយាយថាគេនឹងប្តឹងជនបរទេសសញ្ជាតិខ្មែរណាដែលចោះឈ្មោះបោះឆ្នោតដោយគ្មានព្រះរាជក្រឹត្យទទួលស្គាល់មន្ត្រីគណៈបកសង្គ្រោះជាតិបានថ្លែងទៀតថាគេនឹងដាក់អ្នកអង្កេតការបកសង្គ្រោះជាតិជាង 2000 នាក់ថែមទៀតដើម្បីតាមដានមើលជុំវិញបញ្ហានេះយោងតាមច្បាប់ប្រទេសកម្ពុជាជនអន្តោប្រវេសន៍ស្របច្បាប់គឺតម្រូវឲ្យបង់ប្រាក់ជារៀងរាល់ឆ្នាំជូនរដ្ឋដើម្បីអាចរស់នៅបានហើយចំពោះជនអន្តោប្រវេសន៍ដែលបានរស់នៅក្នុងប្រទេសកម្ពុជាចាប់ពី7ឆ្នាំឡើងទៅគឺអាចមានសិទ្ធិដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរប៉ុន្តែការសម្រេចផ្ដល់សញ្ជាតិខ្មែរបានគឺមានតែព្រះមហាក្សត្រប៉ុណ្ណោះដែលមានព្រះរាជសិទ្ធិសម្រេចប្រោសប្រទានបាន